ប្រកួតអ្នកប្រកបអាណាព្យាមានទម្ងន់67 គីឡូក្រាមបច្ចុប្បន្នគេមានវ័យឆ្នាំមានកម្ពស់1.55 ម៉ែត្របទពិសោធន៍នៃការប្រកួតបាទគឺចំនួនម្ដងបាទគឺឈ្នះតែម្ដងមិនទាន់ស្ទាត់ភាពស្មើនឹងស្ទាត់ភាពបច្ចេកប្រកួតជុំក្រោយបាទគឺដំបូងរបស់គេនេះគឺឈ្នះបាទកីឡាករសេឡាដោយពិន្ទុមានកញ្ញាក៏បងអាពេញចាត់ហត់នេះលេងគុំខ្មែរវ័យក្មេងទំនុកជាបាជេវ័យ14ឆ្នាំកម្ពស់1.55 ម៉ែត្រឆ្លងកាលការប្រកួតបានចំនួន3ដងក្នុងនោះគេឈ្នះបាន2ដងមិនដែលចាញ់ស្មើ1ដងនិងធ្លាប់ផ្ដួលគូប្រកួតមុនបើទាំងកម្ពស់គឺស្មើគ្នាតែម្ដងបាក់ខុសតែបទពិសោធន៍នៃការប្រកួតតិចតួចតែប៉ុណ្ណោះមកអ្នកទាំងពីរធ្វើច្បាប់ថាឆ្លងកាលការប្រកួតបានតិចដូចគ្នាក៏ប៉ុន្តែជឿជាក់ថាបងប្អូនធ្លាប់ឃើញជាមួយទឹកទី1បាទអរគុណច្រើនស្វាគមន៍ខ្ញុំក៏ជួយបាទជាការស្វាគមន៍លើតែម្ដងខ្ញុំក៏និយាយថាចូលបោះស្ដោយវិទ្យាកម្មបាទវិទ្យាការអ្នកទាំងពីរបាទស្គាល់ពីខាងបរាជ័យនេះបាទជួយស្នាមពីធនធាននៃតាមតាមជួយបាទយ៉ាងណាទៅពេលនេះកូនគ្រូបងប្អូនគ្រូអញ្ចឹងបាទក៏ត្រូវរៀនសម្បល់ទៅនេះតែថាយើងមានសារអេមទីនេះបងជួយមកឲ្យយើងទៅទីឈុតបរាជ័យប្រកួតម្ដងបាទប្រកួតបានជំនះការប្រកួតនៅដល់ឆ្នាំនេះស្មើមួយបាទចូលទៅដល់ទីស្នាមបាយតែជួយទីព្រៃពីបាយតែសាច់ព្រោះទៅសិនអាស្មារតីសង្គមមកមកបងលោកតាយើងឲ្យចំណេះដឹងទៅបាទវិស័យទៅតាមលោកខ្លាចទៅស្ដាប់គុំខ្មែរជួយបាទគ្រប់គ្រងជួយ share បាទការផ្សាយនៅក្នុងការប្រយុទ្ធថ្ងៃទី11ខែឧសភាផងព្រោះថាមានគូថ្នាក់រហូតដល់បាទ5គូដល់ការប្រយុទ្ធអ្នកប្រកបអាណាព្យាអូយបាច់ជិះអត់តាមឡាអូយចូលឡើងបតការប្រកួតเอาไปต่อการประกวดมาเราไปสอบแต่งแต่เชื่อตัวช่วยไหนบัดเลยโอ้ยปีโอ้ยปราโอยปราปีปราใบបានហើយបាន9 10អត់ទេតការប្រកួតបានទេបាទជាប់ទី1តាមបណ្ដោះបសស្រាយសម្រាប់កីឡាករកាន់ក៏ចូលរួមអបអរសាទរជ័យជំនះបាទលើកទី2នៅក្នុងអាជីពសម្រាប់កីឡាករបង្គោលក្រហមឈុនបាជេបាយខ្យល់ហត់ម៉ែហត់បាយខ្យល់បាទអរគុណច្រើនបាទយើងឃើញថាការប្រកួតគូនេះគឺបានត្រឹមតែមួយទឹកពីកីឡាករបាទធុនបាជេធ្វើឲ្យកីឡាករយៈកាន់គឺមិនអាចបន្តដំណើរបានទៀតទេបាទអរគុណច្រើនបាទចំណាយយើងស្ដាប់ជាមួយនឹងការប្រកាសលទ្ធផលជាផ្លូវការតែម្ដងបាទសូមអរគុណកីឡាករបង្គោលក្រហមធុនបាជេ